ការរឹតបន្តឹងនៅក្នុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបដែលរដ្ឋមន្ត្រីក្រសួងអប់រំថ្មីបានធ្វើការកែតម្រង់នៅឆ្នាំ2014នេះអាចនឹងមានអ្នកជាប់ចំនួនតិចបញ្ហានេះត្រូវបានផ្ដល់ឱកាសឲ្យមានការប្រឡងម្ដងទៀតដែលជាគម្រោងរបស់ក្រសួងអប់រំនិងមានការគាំទ្រពីប្រមុខដឹកនាំរដ្ឋាភិបាលប៉ុន្តែគម្រោងនេះត្រូវបានអ្នកឃ្លាំមើលវិស័យអប់រំជំទាស់អ្នកស្រីខែសុណងមានសេចក្តីរាយការណ៍លោកនាយករដ្ឋមន្ត្រីហ៊ុនសែនថ្លែងគាំទ្រគម្រោងស្នើសុំយោបល់ពីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាដែលផ្ដល់ឱកាសឲ្យសិស្សានុសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបបានប្រឡងជាលើកទី2ប្រសិនជាពួកគេប្រឡងមិនជាប់នៅឆ្នាំ2014នេះថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៅថ្ងៃទី11ខែសីហាលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានគាំទ្រចំពោះគម្រោងរបស់ក្រសួងអប់រំដែលថានឹងស្នើឲ្យអ្នកធ្លាក់អាចនឹងចូលប្រឡងជាលើកទី2នៅរយៈពេល1ខែឬ1ខែកន្លះខាងមុខទៀតក្រោយប្រកាសលទ្ធផលលោកថាបេក្ខជនប្រឡងត្រូវតែខិតខំប្រឹងប្រែងដើម្បីគុណភាពប្រឡងក្នុងរយៈពេល1ខែនិង1ខែកន្លះនេះឲ្យប្រឹងរៀនពេលហ្នឹងប្រឹងហ្មងព្រោះអត់មានឱកាសដើម្បីអីចម្លងវិទ្យាសាស្ត្រលួចច្រឡំតាមរៀនទៀតទេសុខចិត្តចំណាយលុយថែមបន្តិចទៀតប៉ុន្តែគឺឲ្យក្មេងរៀនពិតប្រាកដក្នុងករណីមានសំណើស្នើសុំបែបនេះខ្ញុំគាំទ្រហើយក៏ជាសារមួយផ្ញើជូនទៅអ្នកដែលមិនជាប់ក៏ត្រូវតែប្រឹងប្រែងដែរឲ្យត្រាប់នាយករដ្ឋមន្ត្រីព្រោះរដ្ឋមន្ត្រីប្រងតែស្នើមកអាហ្នឹងហើយបើអញ្ចឹងឱកាសហ្នឹងជាឱកាសល្អជាងគេដែលនិយាយទៅឲ្យហើយប៉ុន្តែយើងសួរថាចុះប្រឡងទី2ហើយមិនជាប់ទៅធ្វើម៉េចទៀតអាហ្នឹងគឺយើងអាចមានជំរឿនទី1ឲ្យគាត់រៀនត្រួតថ្នាក់ឆ្នាំក្រោយប្រឡងទៀតប្រឡងអាទី1មិនជាប់ទៅប្រឡងអាទី2ទៀតដើម្បីឲ្យប្រឹងរៀនពិតប្រាកដការប្រឡងលើកទី2សម្រាប់ផ្ដល់ឱកាសដល់បេក្ខជនដែលប្រឡងធ្លាក់លើកទី1នោះកន្លងមកក្រសួងអប់រំធ្លាប់បានអនុវត្តរួចមកហើយប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះត្រូវបានក្រសួងអប់រំបញ្ឈប់ទៅវិញការលើកឡើងនេះប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលោករងឈុនបដិសេធមិនគាំទ្រឡើយលោករងឈុនអះអាងថាការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីនេះគឺផ្ទុយពីគោលការណ៍របស់ក្រសួងអប់រំហើយជាការផ្គាប់ចិត្តដល់សាកលវិទ្យាល័យឬមហាវិទ្យាល័យមួយចំនួនដែលអាចនឹងឈរជើងដោយសារតែបេក្ខជនប្រឡងអាចនឹងធ្លាក់ច្រើនហើយគ្មានសិស្សចូលរៀនការប្រឡងដែលរឹតបន្តឹងនេះវាមិនមែនជាការរឹតបន្តឹងអីធ្ងន់ធ្ងរទេប៉ុន្តែគ្រាន់តែអ្វីដែលយើងមិនធ្លាប់ជួបមើលទៅហាក់បីដូចជាតឹងខ្ញុំសួរបេក្ខជនប្រឡងក៏បេក្ខជនលើកឡើងថាវិញ្ញាសាមិនជាតឹងទេអ្នកដែលមធ្យមនឹងអាចធ្វើបានឬក្រោមមធ្យមនឹងអាចធ្វើបានតែវាសំខាន់អ្នកដែលរៀនសូត្រនឹងវាមានចំនួនតិចតួចហើយអ្នកដែលមិនរៀននឹងវាមានចំនួនច្រើនលទ្ធផលនេះវាជាការបញ្ញអារម្មណ៍សម្រាប់អ្នកដឹកនាំក្រសួងក៏ដូចជាអ្នកដឹកនាំរដ្ឋដូចជាលោកនាយករដ្ឋមន្ត្រីហ៊ុនសែននឹងត្រូវតែធ្វើដំណើរតម្រង់ជាបន្តឲ្យការអប់រំនៅកម្ពុជាដល់ចំណុចប្រកាសអាសន្នហើយការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបបានប្រព្រឹត្តទៅកាលពីថ្ងៃទី4និងថ្ងៃទី5ខែសីហាក្រោមការធ្វើកំណែទម្រង់យ៉ាងតឹងតែងពីក្រសួងអប់រំដែលសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយចាប់ជនប្រព្រឹត្តកំហុសផ្សេងៗនៅពេលប្រឡងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសទៀតផងបច្ចុប្បន្នលោកគ្រូអ្នកគ្រូកំពុងកែវិញ្ញាសាប្រឡងរបស់សិស្សដែលអាចនឹងដឹងលទ្ធផលប្រឡងនៅចុងខែសីហានេះនាងខ្ញុំខែសុណងវត្តជូអាស៊ីសេរីភ្នំពេញ